ผมทาลายแต่มนุษย์มีนเจนซีสมไปแต่คลาก็มีนเจนซีได้ខ្ញុំសូមដាក់ឈ្មោះឲ្យខ្លាមួយក្បាលនេះមានឈ្មោះថាខ្លាទំនើងសម័យ Gen Z មូលហេតុដែលខ្ញុំដាក់ឈ្មោះឲ្យខ្លាមួយក្បាលនេះមានឈ្មោះថាខ្លាទំនើងសម័យ Gen Z ដោយសារតែវាហ៊ានលើសពីអ្វីដែលលើសពីការរំពឹងទុករបស់សមត្ថកិច្ចរបស់ថៃនៅក្នុងព័ត៌មានមួយនេះវាហាក់បីដូចជារឿងមួយដែលចាប់អារម្មណ៍ទាក់ទងទៅនឹងសត្វខ្លាមួយក្បាលដែលចូលមកខំទីហ៊ានដែលជាអនុរិយព្រៃឈើនៅក្នុងតំបន់មួយកន្លែងដែលមានឈ្មោះថាព្រៃហួយខាខាននៃវេលានៃថ្ងៃកើតហេតុនាពេលយប់សមត្ថកិច្ចម្នាក់បានធ្វើការសម្រានដេកលក់យ៉ាងស្កប់ស្កល់នៅក្នុងបន្ទាយនៅក្នុងកន្លែងដែលខ្លួនឈរជើងនៅក្នុងកន្លែងដែលខ្លួនបានសម្រាដើម្បីបំពេញកាតព្វកិច្ចបំពេញការងារជាអ្នកអនុរិយនៅក្នុងតំបន់នោះប៉ុន្តែរឿងដែលនឹកស្មានមិនដល់ក៏បានកើតឡើងនៅក្នុងអំឡុងពេលដែលគាត់បានដេកលក់ស្កប់ស្កល់មកភាំងដែលភ្លេចខ្លួនហ្នឹងស្រាប់តែមានសត្វខ្លាមួយក្បាលបានខំអូសគាត់ពីកន្លែងដែលគាត់សម្រាកកន្លែងដែលគាត់ដេកហ្នឹងអូសចូលទៅហែកស៊ីនៅក្នុងព្រៃតែម្ដងរឿងនេះផ្ទុះការភ្ញាក់ផ្អើលខ្លាំងមែនទែននៅក្នុងប្រទេសថៃហើយចំពោះការវេកញែកចំពោះការសន្និដ្ឋានរបស់សមត្ថកិច្ចគេថាធម្មជាតិរបស់ខ្លាជាទូទៅនៅពេលដែលវាដើរផុតពីកន្លែងរបស់វាផុតពីព្រៃមកនៅពេលដែលវាជួបមនុស្សឬមួយក៏ជួបនៅផ្ទះឬមួយក៏ជួបនៅកន្លែងដែលគេធ្វើសាងសង់អីមួយហ្នឹងធម្មជាតិរបស់ខ្លាគឺតែងតែដើរកិច្ចឬមួយក៏ថយក្រោយទៅវិញប៉ុន្តែខ្លាមួយនេះគឺពិតជាហ៊ានមែនទែនពិតជាក្លាហានមែនទែនហើយគេបានបញ្ជាក់ទៀតថាខ្លាដែលបានចូលមកខំហើយអូសទីហ៊ានម្នាក់ដែលជាអ្នកអនុរិយនៅក្នុងព្រៃហ្នឹងគឺអូសពីកន្លែងដែលគាត់ដេកយកទៅសែកស៊ីនៅក្នុងព្រៃហើយគេបានសន្និដ្ឋានបញ្ជាទៀតថាប្រសិនបើខ្លាដែលចាស់ខ្លាដែលគេធ្លាប់សង្កេតធ្លាប់ធ្វើការគ្រប់គ្រងនៅក្នុងតំបន់នោះគឺខ្លាទាំងអស់ហ្នឹងគឺមិនអាចធ្វើអញ្ចឹងបានទេធម្មជាតិរបស់ខ្លានៅពេលដែលវាជួបមនុស្សនៅពេលដែលវាឃើញរបស់អីចម្លែកគឺវាតែងតែដើរកិច្ចគេបានបញ្ជាក់ទៀតថាប្រហែលជាខ្លាហ្នឹងគឺជាខ្លាដែលក្មេងខ្ចីអាយុប្រមាណទៅតែ1ឆ្នាំជាងទេអញ្ចឹងខ្ញុំសូមសន្មតដាក់ឈ្មោះថាខ្លាទំនើង Gen Z ខ្លាហ្នឹងវាគិតថាមនុស្សដែលបានដេកហ្នឹងមិនមែនជាមនុស្សទេគឺជាអ្វីផ្សេងទៅវាចូលមកខំហើយអូសយកទៅក្នុងព្រៃដើម្បីធ្វើការហែកស៊ីបន្ទាប់ពីសមត្ថកិច្ចធ្វើការស្រាវជ្រាវធ្វើការចុះទៅពិនិត្យសាកសពគួរឲ្យភ្ញាក់ផ្អើលមែនទែនសាកសពទាំងអស់គឺត្រូវបានហែកត្រូវបានហែកដោយក្រញាំត្រូវបានហែកដោយចង្កូមមានអวัยวៈមួយចំនួនគឺត្រូវបានបាត់បង់ដោយសារតែខ្លាបានស៊ីជាចំណីមកទល់នឹងពេលនេះផងដែរប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះគឺកំពុងតែមានការភ័យខ្លាចខ្លាំងមែនទែនឥឡូវនេះគឺត្រឹមតែម៉ោង5ជាងទៅម៉ោង6អ្នកភូមិនៅជិតព្រៃនោះគឺគេបាននាំកូននាំចៅចូលផ្ទះហើយដែលផ្ទះដែលមានចន្លោះដែលមានជាងអីមានការខ្វះខាតគឺគេបានទិញស័ង្កសីយកទៅបិទថែមហើយសមត្ថកិច្ចរបស់គេគឺគេនឹងធ្វើការសិក្សាស្រាវជ្រាវបញ្ជាក់បន្ថែមទៀតថាក្នុងចំណោមខ្លាទាំងអស់ហ្នឹងតើខ្លាមួយណាដែលទំនើងដែលហ៊ានចូលមកអូសសមត្ថកិច្ចទៅហៃស៊ីនៅក្នុងព្រៃគេអត់ទុកទេគេថាខ្លានៅពេលដែលវាជាប់ក្លិនសាច់មនុស្សហើយជាប់ក្លិនជាប់រសជាតិរបស់មនុស្សហើយគឺវានឹងធ្វើការវិលត្រឡប់មកចាប់មកហៃស៊ីម្ដងទៀតអញ្ចឹងគេនឹងធ្វើការចាប់ខ្លានឹងឲ្យបានហើយឥឡូវនេះទាំងអ្នកទេសចរទាំងអ្នកភូមិដែលនៅជិតៗហ្នឹងគឺមានការព្រួយបារម្ភមែនទែនរឿងនេះអាចថាវាជារឿងមួយដែលទើបតែនឹងកើតឡើងនៅសម្រាប់ប្រទេសថៃពីមុនមកគឺគេអត់ដែលជួទេគេបានបញ្ជាក់ទៀតថាខ្លាជាទូទៅគឺមិនហ៊ានចូលមកក្នុងផ្ទះទេប៉ុន្តែខ្លាមួយនេះទំនើងមែនទែនដែលហ៊ានចូលមកក្នុងផ្ទះហើយអូសចូលទៅស៊ីស្រស់ៗនៅឯក្នុងព្រៃទៀតបងប្អូនអ្នកគ្នាបើមានអ្វីថ្មីខ្ញុំនឹងធ្វើសេចក្តីរាយការណ៍ជូនបន្តទៀតពីខ្ញុំបាទវ៉ាន់ឌីដឹងហើយថាភូមិមិនដែលសូវខ្វល់ជាមួយអាណាទេហើយក៏មិនដែលខ្វល់ជាមួយនឹងច្បាប់អន្តរជាតិដែរយើងដឹងហើយថាបញ្ហាផ្ទៃក្នុងរបស់ភូមិតែងតែរង្គោះរង្គើហើយអាបញ្ហាអស់ហ្នឹងវារៀលដាលមកដល់ប្រទេសថៃទៀតដឹងហើយថាក្របកំភ្លើងមិនថាកំភ្លើងតូចមិនថាកំភ្លើងធំមិនថាដ្រូនអត្តឃាតមិនថាយន្តហោះចម្បាំងរបស់ខាងភូមិបាទតែងតែធ្វើការធ្លាក់មកក្នុងទឹកដីថៃជារឿយបាញ់ឯងហើយចូលផ្លោងក្នុងទឹកដីឯងហើយទម្លាក់ក្រំលើទឹកដីឯងហើយធ្វើដំណើរទស្សនកិច្ចមកប្រទេសរបស់ឯងទៀត
បងប្អូននេះគឺជាព័ត៌មានមួយដែលខ្ញុំចាប់អារម្មណ៍តាក់ទងទៅនឹងនាយករដ្ឋមន្ត្រីរបស់ភូមាគឺលោកមីនអង្លាំងបាទដែលជានាយករដ្ឋមន្ត្រីគឺគាត់បានចុះមកទស្សនកិច្ចនៅក្នុងប្រទេសថៃប៉ុន្តែនៅក្នុងកំឡុងពេលដែលគាត់បានជួបជាមួយនឹងថ្នាក់ដឹកនាំរបស់ថៃហ្នឹងក៏វាមានរឿងកើតឡើងគឺលោកអនុសរលោកអនុសរthamใจดีthamใจលោកអនុសរthamใจដែលជាសមាជិកសភាម្នាក់នៃគណៈបកប្រជាជននៅខាងថៃហ្នឹងគឺបានស្រែកបន្លឺនៅសម្លេងថាដើម្បីសន្តិភាពដើម្បីមនុស្សជាតិហើយក៏ស្នើសុំឲ្យលោកមីនអង្លាំងហ្នឹងធ្វើការដោះស្រាយបញ្ហាព្រំដែនជាមួយនៅខាងថៃមានន័យថាចង់ឲ្យបញ្ចប់បញ្ហាដែលភូមិនេះតែងតែធ្វើការផ្លោងទៅជ្រុលចូលក្នុងទឹកដីរបស់ថៃទៅបំផ្លាញផ្ទះបំផ្លាញរថយន្តរហូតឲ្យប្រជាជនរបស់ថៃនេះមានការបាត់បង់ជីវិតបើនិយាយពីបញ្ហាហ្នឹងរហូតមកដល់ពេលឥឡូវហ្នឹងគឺប្រជាជនរបស់ថៃដែលនៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនរវាងភូមាជាមួយនឹងថៃនេះគឺកំពុងតែភ័យបុកពោះនៅឡើយទេដោយសារការប៉ះទង្គិចរវាងភូមានិងភូមាម្ដងហើយម្ដងទៀតអូសបន្លាយជាច្រើនខែមកហើយប៉ុន្តែបញ្ហាដែលចូលមកក្នុងទឹកដីរបស់ថៃហ្នឹងគឺអត់ទាន់ចប់ទេប៉ុន្តែនៅក្នុងគណៈពេលដែលដំណើរទស្សនកិច្ចរបស់លោកបានមកកាន់ទឹកដីរបស់ប្រទេសថៃហ្នឹងក៏ស្រាប់តែមានរឿងនឹងកើតឡើងហើយបុគ្គលម្នាក់ដែលឈ្មោះអនុសរតាមចៃហ្នឹងគឺត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមនៅក្នុងគណៈពេលដែលដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីនៃប្រទេសភូមាគឺមីនអង្លាំងហ្នឹងកំពុងតែធ្វើការជួបជជែកគ្នាជាមួយនឹងថ្នាក់ដឹកនាំរបស់ថៃខ្ញុំមើលទៅក្នុងវីដេអូហ្នឹងដូចជាមានលោកសីហាសាក់ដែរចូលរួមនៅក្នុងហ្នឹងប៉ុន្តែទឹកមុខរបស់លោកហាក់បីដូចជាភ្ញាក់ផ្អើលឆ្ងល់តាចុយមានរឿងអីកើតឡើងជួយគេស្រែកយីគេប្រហែលជាស្ដាប់ថៃអត់បានទេមើលទៅបងប្អូនហ្នឹងហើយព័ត៌មានហ្នឹងមានតែប៉ុណ្្នឹងទេអញ្ចឹងយើងតាមដានមើលទៅមុខទៀតថាតើបញ្ហាដែលភូមាផ្លោគ្រប់ចូលក្នុងទឹកដីរបស់ថៃហ្នឹងតើមានដំណោះស្រាយបែបម៉េចហើយតើខាងភូមាហ្នឹងគេទទួលខុសត្រូវដែរទេឬមួយក៏ខាងរដ្ឋបាលរបស់ថៃហ្នឹងគេចាត់ចែងជាមួយនឹងបញ្ហាដែលភូមាផ្លោគ្រប់ចូលហ្នឹងដោយរបៀបណាបងប្អូនគ្នាជួបខ្ញុំនៅវីដេអូក្រោយពីខ្ញុំបាទបណ្ឌី